ទាំងអស់គ្នាថ្ងៃនេះនាំទាំងអស់គ្នាមកមើល vlog ខ្ញុំទៀតហើយ Welcome back ចានេះខ្ញុំនៅក្រៅស្រុកក៏ប៉ុន្តែត្រូវនៅក្នុងស្រុកខ្មែរអត់ឲ្យម្លងរឿងទេណាយ៉ាងនេះដូចល្បីពាក្យអនុញ្ញាតអញ្ចឹងយកពាក្យអនុញ្ញាតនឹងចូល vlog ទាំងអស់ត្រង់បានមក vlog នេះហើយអរគុណដល់កាមេរ៉ា Woman ធំជួយកាន់កាមេរ៉ាឲ្យតាំងពីដើររហូតដល់ទៅផ្ទះវិញហ្មងណាអរគុណចាឈរជាចឹងហើយដំណឹងជ្រើសរើសកាមេរ៉ាមែនកន្លែងនេះលុយរបស់គេមាន photo booth មានថត pre birthday graduate សម្រាប់ Gen Z មក hang out មកថតរូបលេងមានតែគេខ្លះដូចខ្ញុំមកដល់លេងអត់សូវចូលចិត្តគ្នាច្រើនទេបើមិន2នាក់ទេគឺ3នាក់ហើយ4នាក់នោះគឺច្រើនបំផុតហើយអាហ្នឹងគេហៅមនុស្ស introvert មែនខ្ញុំអត់ដឹងនេះជួយប្រាប់ខ្ញុំផងហើយបើថាដល់លេងតែ2នាក់ទៀតអាហ្នឹងចូលចិត្តមកគាត់តែខ្ញុំមកដល់កន្លែងនេះហើយខ្ញុំនឹកឃើញដល់ថ្ងៃ birthday មានគម្រោងថានឹងមកថតលេងដោយសារចិត្តដល់ដែរហើយ6ខែទេណាមានយូរអីណាមកយ៉ាងនេះខ្ញុំដូចជាមានសម្ពាធផ្លូវចិត្តមិនទេឡើងគីឡូប្លែកហ្មងអូយខូចចិត្តខ្លាំងចាមានជាការភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃឆ្លងកញ្ចក់អត់មានឃើញចកេះបាត់ចកេះទៅណាបាត់ហើយមានតែគេដឹងវិធីស្រកគីឡូតាមបែបធម្មជាតិទេជួយប្រាប់ខ្ញុំផងអរគុណទុកមុនចា